mới khơi nè nó chưa tầm rồi còn vậy nè đồ một tiền chẳng là tí ní thiệt trán cứประสาท expert មកពីអំពីថ្មបាយក្រៀមហើយនឹងថ្មភក់យើងដូចជាមិនឃើញមានណែអត់ទេណាដល់អត់ឃើញមានអត់ស្នាក់ស្នាមអត់កាក់សំណល់អញ្ចឹងនេះគឺជាតម្រោយោនីជាតម្រោសៀវលឹងហ្នឹងហើយវាផ្កាប់ណាដោយសារតែមានមនុស្សមកកាប់កាយបងប្អូនឃើញកលេកលោខូចអស់ណាបាត់ដានប្រវត្តិសាស្ត្រអស់ដោយសារតែអ្នកមនុស្សវាចង់បានណាអូឃើញពស់ទៀតហើយបងប្អូនណាខ្ញុំនឹងដូចស្វាក់តែនឹងពស់ហ្នឹងតែពស់ងឹបបាត់ហើយនេះអូនៅសល់ឆ្អឹងនេះមិនមែនជាសំណក់ទេគឺជារូបគឺជាពស់ពិតតែម្ដងហើយក៏ងឹបបាត់ហើយបាទសូមគោរពជម្រាបសួរបងប្អូនប្រិយមិត្តទាំងអស់គ្នាដែលនិយមតាមទស្សនារាល់ការផ្សាយរបស់កម្ពុជាទេនៅថ្ងៃនេះខ្ញុំបានធ្វើដំណើរឆ្លងកាត់ពីខេត្តសៀមរាបទៅកាន់ខេត្តកំពង់ធំហើយក៏ចូលដល់ទឹកដីកំពង់សំស្រុកកំពង់ស្វាយនេះនៅក្បែរថ្នល់ជាតិនឹងតែម្ដងបងប្អូននេះថ្នល់ជាតិលេខ 6 អញ្ចឹងយើងអាចមើលឃើញណាខ្ញុំបានឃើញទីទួលនឹងយូរហើយតែអត់ដែលបានចូលមកសិក្សាដិតយករូបភាពដើម្បីចែកជូនបងប្អូនទស្សនាហើយថ្ងៃនេះក៏ជីហួរហើយតែត្រឡប់មកវិញហើយដើម្បីធ្វើឲ្យចង់ដឹងថាតើកន្លែងហ្នឹងវាមានអីណាមើលទៅវាឃើញគោកហើយក៏វាឃើញលក្ខណៈថាជាទីទួលមួយហាក់ដូចជាមានប្រាសាទអញ្ចឹងណាដល់ពេលអញ្ចឹងទៅខ្ញុំក៏សម្រេចចិត្តបត់ឡានចូលមកហើយក៏បានពេលដែលដើរមើលទៅក៏ឃើញថានៅទីនេះពិតជាបុរាណស្ថានមួយដែលមានអាយុកាលយ៉ាងចំណាស់ដែរណាអញ្ចឹងនៅទីនេះតាមការសាកសួរបងប្អូនប្រជាពលរដ្ឋគាត់នៅទីនេះគេឲ្យឈ្មោះថាសាលាឈរទៀនព្រះធាតុឬក៏ថាព្រះធាតុឬក៏ប្រាសាទព្រះធាតុទីទួលព្រះធាតុអញ្ចឹងណាតែមិនមែនព្រះធាតុនៅខាងកំពង់ចាមទេគឺនៅខាងកំពង់ធំតែទីទួលនេះគឺมันធំប្រហែលទេបងប្អូនបរិវេណតូចល្មមដែរទេណាលក្ខណៈជាកូនគោកណាពីដើមមិនដឹងថាវាមានកសិនពើជុំវិញឬក៏អត់ទេប៉ុន្តែបច្ចុប្បន្ននេះគឺសិតតែជាស្រែអស់ហើយក៏ទីទួលហ្នឹងក៏នៅខាងក្រោយខ្ញុំនេះទូចទេណានៅទូចទេហើយប្រាសាទហ្នឹងគឺបានបាក់រលំអស់ហើយខ្ញុំជឿថាដោយសារតែកថាដ៏សំខាន់ហ្នឹងគឺដោយសារតែមនុស្សគាត់កកាយទៅធ្វើឲ្យថ្មប្រាសាទហ្នឹងបាក់បែកកប់អស់ទៅហើយរត់រាយនៅទីនេះតាមការពិនិត្យមើលឃើញជាក់ស្ដែងគឺប្រាសាទនេះគឺកសាងដោយពីថ្មបាយក្រៀមហើយនឹងថ្មភក់ដោយសារតែមើលឃើញកំទេចកន្ទីថ្មភក់ដែលត្រូវបានសាងសង់ជាជើងតម្រោសិវលឹងអាចជាបានថាប្រាសាទនេះត្រូវបានកសាងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាលទ្ធិព្រះឥសូរហើយក៏ឆ្នាំណាក៏យើងអត់ច្បាស់ដែរដោយសារតែវាអត់មានការសិក្សាស្រាវជ្រាវចងក្រងច្បាស់លើសទេណាគ្រាន់តែថាអ្នកស្រុកនៅទីនេះគាត់ហៅទីទួលនេះថាព្រះធាតុប្រហែលជាគាត់សំដៅទៅលើថាកន្លែងនេះធ្លាប់ជាកន្លែងគេយកធាតុចាស់ទុំណាដែលគាត់បានស្លាប់បាត់បង់ជីវិតយមុតទុកកំកល់នៅទីនេះទៅគេហៅថាព្រះធាតុអញ្ចឹងទៅណាហើយក្រោយមកក៏គេមានបង្កើតទៅជាសាលានសនៈឬក៏សាលាឆទានឬសាលាបុណ្យប្រចាំភូមិតែពេលដែលបុណ្យទានចាំភូមិនៅទីនេះគឺបុណ្យទាននៅក្នុងភូមិនេះគឺគេមកធ្វើនៅកន្លែងនេះជាបុណ្យរោមបាទហើយក៏នៅខាងក្រោយខ្ញុំនេះមកទោសគឺគេបានបង្កើតជាស្ទូបមួយសម្រាប់ដង្កល់គេហៅថាអ្នកតាស្ទូបអ្នកតាដោយយើងដឹងស្រាប់ហើយក្នុងវីដេអូមុនខ្ញុំបាននិយាយអំពីរឿងអ្នកតាត្រកយើងគឺមានជំនឿមួយគឺជំនឿអ្នកទៅលើអ្នកតាហើយនៅក្នុងជំនឿអ្នកតាសប្ងៃគឺអ្នកខ្លះកន្លែងខ្លះក៏គេយកគ្រាន់តែដុំថ្មមកដុំយកមកជាតំណាងចឹងទៅកន្លែងខ្លះឥឡូវនេះភាគច្រើនគេអត់យកថ្មធម្មតាទេគឺថ្មនោះគេមានការឆ្លាក់រូបជាលោកតាតំបងដែកឬអីចឹងទៅយកមកជាតំណាងហើយក៏នៅក្នុងនោះក៏វាមានវត្ថុបុរាណខ្លះៗដែរដូចជាតម្រោយោនីដែលគេហៅថាតម្រោសិវលឹងណាយកមកតម្កល់ដូចក្នុងនេះក៏មានតម្រោអញ្ចឹងយើងដឹងឥឡូវយើងញើមបងប្អូនទៅមើលបរិវេណនិងកំតិចកំទីសំណេះដែលសេះសល់ពីបុរាណណាថាតើយើងឃើញអីខ្លះណាដើម្បីឲ្យបងប្អូនបានទស្សនាដល់នេះតាឥឡូវទៅមើលដល់នេះតាតាមជើញ
បាទបងប្អូនប្រិយមិត្តទាំងអស់គ្នានៅពេលនេះដូចខ្ញុំបានជម្រាបបានខាងដើមមិញគឺនៅទីទួលប្រាសាទនេះត្រូវបានធ្វើឡើងអំពីថ្មបាយក្រៀមនេះគឺជាថ្មបាយក្រៀមដែលបងប្អូនអ្នកស្រុកក្នុងពេលបច្ចុប្បន្នហ្នឹងគាត់បានប្រម៉ែប្រមូលយកមកតម្រៀបទៅជាខឿនមុខខ្ទមអ្នកតាហើយខ្ទមអ្នកតានេះក៏គេបានសាងសង់ស្អប់ស្អាតហើយនៅខាងក្រោមក្នុងនេះគឺគេមានតម្កល់ជារូបលោកតាម្ចាស់ស្រុកមួយជាលោកតាដំបងដែកហ្នឹងហើយក៏គេបូកជាមួយនឹងតម្រោយោនីណាយោនីដែលជាជើងតម្រោសេវលឹងដែលអាចថាគឺជាវត្ថុដែលរកឃើញនៅទីនេះតែម្ដងយកមកតម្កល់បាទយកមកតម្កល់នៅទីនេះបាទយើងមិនដឹងទេថាតើប្រាសាទនេះត្រូវបានកសាងនៅក្នុងរាជអង្គណាប៉ុន្តែតាមការសម្គាល់ដែលយើងអាចថាសម្គាល់ថាយើងគិតមើលថាតាំងពីនៅទីនេះគឺយើងមានផ្លូវបុរាណណាផ្លូវបុរាណផ្លូវជាតិយើងសម្ងាយនេះគឺវាមានប្រវត្តិយូរហើយវាមិនមែនទៅជាផ្លូវថ្មីថ្មងនឹងទេណាគឺជាផ្លូវដែលមានតាំងពីបុរាណហើយវាជាផ្លូវដែលតបជាពីទីក្រុងអង្គរទៅខាងកំពង់ស្វាយទៅខាងអេសានបូរៈអីបែបនោះអញ្ចឹងហើយបានយើងនៅតាមបណ្ដោយផ្លូវនេះគឺយើងតែងតែប្រទះឃើញប្រាសាទជាច្រើនហើយកន្លែងខ្លះអ្នកស្រុកនៅទីនោះគឺស្ទើរតែមិនដែលដឹងថាខ្លួនឯងមានប្រាសាទដូចខ្ញុំបានបង្ហាញកាលពីវីដេអូមុនណាទីអ្នកស្រុកខ្លះអត់ដឹងខ្លួនឯងតែនឹងជាប្រាសាទទេដោយសារតែវាគូកអញ្ចឹងឯណាបងប្អូនវាគូកវាគាត់ឃើញតែថ្មគាត់ស្មានតែថ្មហ្នឹងវាគេយកមកពីណាពីណីអញ្ចឹងណាហើយក៏អត់ដឹងថានឹងគឺជាថ្មប្រាសាទទេតែដល់ពេលយើងដែលចូលចិត្តសិក្សាពីវាចូលចិត្តសិក្សាពីថ្មប្រាសាទលក្ខណៈថ្មប្រាសាទលក្ខណៈថ្មភ្នំយ៉ាងម៉េចយើងមើលទៅយើងដឹងថាអូអាហ្នឹងប្រាសាទណាទៅបានដឹងថាពីទីក្រុងអង្គរទៅកាន់ទីក្រុងអេសានបូរៈហ្នឹងគឺមានផ្លូវមានប្រាសាទហើយយើងដឹងហើយនៅក្នុងជាពិសេសនៅក្នុងសម័យអង្គរក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី7លោកបានកសាងនៅមន្ទីរពេទ្យដូចជាសាលាសំណាក់ជាច្រើនណាទូទាំងប្រជាជាតិនឹងម្ដងដើម្បីសម្រាប់ឲ្យប្រជារាស្ត្រលោកស្នាក់អាស្រ័យធ្វើបុណ្យទានអីចឹងទៅណាបាទហើយសូម្បីតែស្ថិតនៅក្នុងកាលពីនៅក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី2ដែលព្រះអង្គទើបទាំងបង្រួមទឹកដីចេនឡាទាំងពីរឲ្យមកคล้ายជារាជាណាចក្រតែមួយក្រោមការដឹកនាំរបស់ព្រះអង្គក៏ព្រះអង្គបានដឹកនាំកសាងនៅសមិទ្ធផលជាច្រើនមានសាលាឆទាមន្ទីរពេទ្យអីជាដើមណាដូច្នេះហើយវាប្រាសាទក្តីបុរាណស្ថានជាច្រើនដតីទៀតនោះគឺមានពាសពេញតែរាជាណាចក្ររបស់ព្រះអង្គទាំងតែម្ដងត្រូវហើយសំណង់ទាំងអស់នោះបើគិតមកដល់បច្ចុប្បន្ននេះវាសំណង់ខ្លះវានៅមើលឃើញយើងអាចសង្កេតបានភ្លាមគាត់ណាឃើញយើងដឹងតែសំណង់ខ្លះគឺអត់អញ្ចឹងទេនេះបងប្អូនថ្មនេះថ្មខ្ញុំដើរមកខ្ញុំឃើញថ្មនេះវាអាចថាជាផ្ដែក៏បានក៏មិនដឹងណាឬក៏ជាណែអ្វីណានេះថ្មធំហើយអាចជាថ្មសម្រាប់ខ្ញុំគិតថាជាផ្ដែប៉ុន្តែគឺវាផ្កាប់មុខបាត់ទៅនេះឃើញគឺស្នាមដាប់ស្នាមអីនេះបងប្អូនហើយមើលបាក់តិចនេះប្រកែវាកាប់មកហើយមកផ្ទៀងទៀតធំនេះធំឬក៏ថ្មសម្រាប់ដែលយកពីកន្លែងទីតាំងណាមួយណានៃទូប្រាសាទនឹងឯងអត់មានយកមកពីក្រៅទេគឺថ្មនៅនឹងតែម្ដងហើយនេះក៏ឃើញមានថ្មបាយក្រៀមអីច្រើនហើយខ្ញុំនាំបងប្អូនទៅមើលកន្លែងនេះទៀតខ្ញុំបានដើរទៅខ្ញុំផ្ទះឃើញខ្ញុំសម្រេចចិត្តថាខ្ញុំថតវីដេអូទៅព្រោះបានជិះចូលហើយចង់បង្ហាញបងប្អូនអ្នកដែលធ្វើដំណើរឆ្លងកាត់នៅទីនេះគឺមានទីទួលហើយនេះបងប្អូននេះឃើញទេនេះគឺជាជាងតម្រោនេះធំបងប្អូនធំមែនទេតែប្រកបអ្នកដែលអត់ចាស់អត់ដឹងទេបងប្អូនអត់ដឹងថាថ្មនឹងជាថ្មអីទេនេះធំប៉ុណ្ណាតែវាបាក់អស់ពាក្យកដាលហើយនេះមានមួយទៀតនេះខែប្រាំងវា
về mau về ngập tới dương mưa khơi nè cái chân tầm đồ còn vậy nè đồ một tiệt chân là tí ní thiện trán cứประสาทไอ้เฟิร์มมอปีปีทมอใบกรีมให้หนึ่งทมอพวกยังโดยจะมันเคยเมียนเนี่ยอัดเลยนะเดือดเตือนเคยเมียนอัดสนามอัดกะสำนอนแล้วจังนี้คือเชียตำโรโยนี้เชียตำโรเสียบเลิงนั้นให้เว็บกลับนะโดยซาแต่เมียนมันดูหัวกับกายบางคนเคยให้กระเละกระโลโคยอ่ะนะบัดดานอุบัติซาbạn đang vượt ra rồi sao tại nè mình nơi với trong bà nó khởi buộc thì đây bằng ố nó nhóm nó bị bạn đang buộc nó để buộc ngập ở đây này này nơi sờ chẳng nên mình chia sẻ nọ thế cứ chia lúc cứ chia buộc bật để mình đón hay có ngập ở đây sờ chẳng sợ tệ họ làm được đẹp không không ổn chân hoàn thaรถขมายเยอะนะโบราณสถานเนี่ยคล้ายสองเตี้ยเลยโบราณสถานแต่ดังในครูไอ้เนี่ยเลยโบราณสถานเต้ให้เนี่ยคล้ายที่ดังตีตูรู้คือเชี่ยวโบราณสถานแต่ขัดคำปรังแปลงกับกายแบบใบบำบัดด้านด้านบุบวัตสักยมสลบเตอร์อะไรคล้ายเคยตีตูแล้วซอดทมอมีตำโรโยนีไอ้บ้านนะแต่แค่แต่จองบ้านนะคำกับกายกัวดำเลิงกูนั่งออยคลาติจีได้เตียบดับใบโยได้ถั่วแสนั่งออยลิ้นจังตั้งนะนั่งไงใจอะไรคลาคือกีเคยหายเกี่ยวเห็นปะเปลือกตีกีตุกอาเพเรียนะโอเคจังวิดีโอนี้วีมันมีเอาไว้จานสำหรับตัวสนาเต้วีมันโบกใบราชนาไอสำหรับตัวสนาไอจันเต้ปนักการตาปังหายฐานนี้คือเจียสนามตีตูลในเชียโบราณสถานมวยได้เปียตันตะการประกอบเชียตระบานเกี่ยประปราเชียตีอะไรสำหรับกระโบเชียมองบนกระโบเชียให้มอตะกอนนี้คือเคยใช้เหมือนเนี่ยเมียนกึ่งนื้อคลายจะเมียนกาคลายบนคลายบาบ้านนะคือเกียรติอายโมโกกายบานเอคือเกียรติมอตะเด้อนะมาดมตรงนี้สัตย์ใจเชียมอได้บานโจในสมาร์ทเดย์นะมันโจดับกาเลิกโยมด่านนี่ตรงนี้เวียมเมนเชียนี่เวียมเมนนำดำนั่งที่กีประบานโยมเป็นง่ายดีกว่าโบสิหมอมาดมเลือกนะบุญจงจังนะโบสิแต่เราทำนี่เป็นในเตยเจริญรีเป็นงานเป็นในให้นี่เวียมเมนบานในกระเลงจ่าดีนะแต่ชายดำนกเยอะนั่นคือจังบานเป็นตัวกลัวเกยกายคืออ้อยมอนั่งเกลือกับปัดปลายบัดบังตีทานบนคืนไอ้เนี่ยนะในหมดในตามเดียวตามดบจังเตยจังคือทากล้วยได้นะบางคนนะจังตลอดมาเรื่องประสาทนี่เองตามเป็นนิดสังเกตมือเตยคือประสาทนี้ประกอบทาเชียตูปอมมุ้ยได้เมียนมุกแบเตยปุ๊บทางการหายเกียรตูประสาทแดงแต่บานก่อสร้างแล้วนำไปอุทิศดอลที่ประมาณศาสนาลัทธิเกรโตบานตามการสังเกตบางคนตามการสังเกตtớiที่ตัวนี้อาชาในจุ่มไว้นี่คือติดดามคือพายเกียรเมียนแต่สันตึกเบิดจุ่มไว้ยังแต้มดองแต่กระทาเตนี้เวียแต่สันนั้นเวทพายจะเกียร์แสให้ของเมียนจะชุดชายเวียตลอดพัตเตอร์รับโรยน้ำนะตามประคายมันกรอมพายเกียรมันประสาทนี่มันเป็นเฟือกรอยสมัยโกเต้นะอาชาในนองมนสมัยโกดูว่าเป็นลองไปสมัยโกนั่งแต่ดองยังเบิกสัตว์ในครั้งสมัยโกนั่งเวียมาไปจับบอลนี่คือเวียมีอายุผมไปผมบูนโรยน้ำมาหมดผมไปบูนโรยน้ำจังวีอยู่กันบาดได้ให้นะที่ตัวประสาทนั่งให้บอกโอนเมื่อประสาทในมัวไอเวียติดนัดติดในใบบะมันเอาตามเวียตามการอาหารเวียมันเวียเลยมันเอากระไรเดิมอ่ะแต่นี้เราเป็นแต่เวียเลยประสาทแต่นำ
vì dù hái vì mình nữ từ cô và cai dân tới kia đi cho hay tha ra cho na sân phương ấy chẳng tới có vừa ơi mò và cả những việc tình này ra chặt lạnh đờm chẳng tới ok chẳng video này nhóm cô mình miền ở đây bò dài ấy ra chẳng nặng tay nèคือโดยเฉพาะมันมีแต่ประปันนางไอ้ให้ก็เกี่ยนนาทีนี้ก็มีปัจจุบันเนี่ยภูมิกอดบานก็ตรูมูมาเตะเนี่ยก็สร้างศาลาขอเตียนไอ้บอมโอเนี่ยเพื่อดำเนินคลองกัดไอ้พอดเนยไอ้อาโจนโมสมรานะศึกษาใบศึกษาตึกในศาลาขอเตียนหนังบ้านนะไอ้ก็มีเกรเบียนไอ้ซ้อมร่มนะเด็กสำหรับไอ้เป็นงกงวยอาโจมาบ้านให้ก็อาโจมาเอาทุกเอาเตียนไอ้ซ้อมไอ้สอบสิ่งการบ้านนะยังไงจะแบบยอมมีแต่ปัญหาที่ออกคนนะบางคนในบ้านโจมาตัวสนาក្នុងវីដេអូនេះហើយក៏សូមអធិស្ឋានបើក្នុងករណីថាការធ្វើអធិប្បាយទៅវាខ្វះខាតលើសលួសមិនត្រូវកន្លងអ្វីបានហ្នឹងបងប្អូនជាពិសេសបងប្អូនជាវិញ្ញាជនទាំងអស់ដែលមានចំណេះចេះដឹងផ្នែកបុរាណវិទ្យាអីហ្នឹងស្ដាប់ទៅគឺថាពីឆ្កងវាខុសយ៉ាងណាយ៉ាងមកសូមខន្តីអធិស្ឋានបាទអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងសូមអរគុណបងប្អូនដែលបានចូលមកទស្សនាជម្រាបលាជួបគ្នាក្នុងវីដេអូក្រោយបាទ